ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តអ្នកមើល YouTube ទាំងអស់គ្នាបាទគុំមកកាន់ Channel កូនត្រេនថ្ងៃនេះផងដែរខ្ញុំនឹងសម្រាយរឿង Animation Short Film បែបខ្លីៗដែលមានចំណងជើងថា3សាច់ដណ្ដើមទីក្រុងតោះចង់ដឹងថាតើទីក្រុងនៅមានបញ្ហាអ្វីកើតឡើងខ្លះតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងចាប់ផ្ដើមឡើងនៅលើមេឃដ៏ងងឹតនៃទីក្រុង Ogosgrad រាជធានីនៃភពកូហាល់កងទ័ពរបស់មនុស្សបានប្រើយន្តហោះចម្បាំងដើម្បីទៅបំផ្លាញមីសាច់ដែលកំពុងតែហោះនៅលើអាកាសដោយទម្លាក់ក្របបែកជាច្រើនខណៈពេលនោះក្របស្ពណ៌ខាប់សលរបស់ពូជសត្វចម្លែកសើករាប់ពាន់គ្រាប់បានធ្លាក់ចុះពីលើលំហអាកាសដូចជាផ្លេកបន្ទោលក្នុងមួយប្រពេចភ្នែកសត្វចម្លែក Nidorswarm ដ៏ធំសម្បើមបានទម្លុះគ្រឹះស៊ីម៉ង់នៃទីក្រុងឡើងមកលើដោយខ្ជាក់ចេញនៅកងទ័ព Zergling និង Benling រាប់ម៉ឺនក្បាលចូលទៅបំផ្លាញអគារទំនើបនិងដេញប្រមាញ់ប្រជាជន Terran ដោយគ្មានក្តីមេត្តាទោះបីជាកងទ័ព Terran ព្យាយាមវាយបកមកវិញដោយប្រើប្រាស់រថក្រោះនិងយន្តហោះចម្បាំងយ៉ាងណាក៏ដោយក៏កម្លាំងតស៊ូនោះត្រូវរលាយសាបសូន្យយ៉ាងលឿនក្នុងមួយប្រពេចភ្នែកដូចគ្នាសត្វចម្លែក Ultralis ដ៏ធំធេងបានស្ទុះមកបុកកំទេចរត់ពាសដែកធ្វើដូចជារបស់ក្មេងលេងរួចបានបុកផ្ដួលរូបសំណាកមាសដ៏ធំសម្បើមរបស់អធិរាជ Arturus Mengs ធ្វើឲ្យបែកបាក់ខ្ទេចខ្ទីនៅលើដីនៅកណ្ដាលសមរភូមិដ៏ច្របូកច្របល់និងផ្សែងហុយទ្រលោម Sarah Kerrigan ក្នុងទម្រង់ជាស្ដេចស្រមោចបានដើរយ៉ាងស្ងប់ស្ងាត់កាត់តាមសាកសពនិងអណ្ដាតភ្លើងជាមួយនឹងភ្នែកដែលមានពន្លឺភ្លឺផ្លេតនាងបានលើកដៃឡើងប្រើប្រាស់ថាមពលផ្លូវចិត្តដ៏ខ្លាំងក្លាកំទេចយន្តហោះចម្បាំងដែលហោះលើអាកាសឲ្យផ្ទុះបែកជាផេះផង់ភ្លាមប៉ុន្តែស្រាប់តែរូបភាពនៃការបំផ្លិចបំផ្លាញទាំងអស់ត្រូវបានកាត់ផ្តាច់ Kerrigan បានស្ទុះភ្ញាក់ឡើងទាំងភ័យរន្ធត់និងបែកញើសសស្រាក់នៅលើគ្រែបន្ទប់ពិសោធន៍សម្ងាត់មួយនាងបានប្រែរូបរាងមកជាមនុស្សធម្មតាវិញហើយគឺគ្មានស្លាប់និងគ្មានអាវក្រោះបិសាចទៀតឡើយប៉ុន្តែសក់របស់នាងនៅតែមានទម្រង់ជាបន្លាសើកបន្តិចទួចព្រឹត្តិការណ៍វាយប្រហារដ៏រន្ធត់មួយនេះមិនមែនជាការប្រយុទ្ធពិតប្រាកដនោះទេប៉ុន្តែវាគឺជាការយល់សប្តិអាក្រក់និងជាកំហឹងស្រមោលស្រមៃដែលកំពុងឆាបឆេរយ៉ាងខ្លាំងក្នុងចិត្តរបស់នាងចំពោះ Arturus Mengs បុរសដែលបានក្បត់និងបំផ្លាញជីវិតនាងខណៈពេលដែលនាងសម្លឹងមើលទៅដៃរបស់ខ្លួនឯងក្នុងភាពស្ងប់ស្ងាត់សំឡេងបន្លឺក្នុងចិត្តរបស់ Kerrigan បានរំលឹកពីការបាត់បង់អតីតកាលស្រុកកំណើតនិងស្នេហាវីដេអូបានបញ្ចប់ដោយពាក្យពេចន៍ដ៏ត្រជាក់និងមើងម៉ាត់របស់នាងថា I am a swarm ខ្ញុំគឺជា swarm ជានិមិត្តរូបនៃការបដិញ្ញាចិត្តយ៉ាងមុតមាំថានាងនឹងត្រឡប់ទៅប្រមូលផ្ដុំកងទ័ពសើកឡើងវិញដើម្បីមកសងសឹកនិងបញ្ចប់រជ្ជកាលរបស់ Mengs ឲ្យទាល់តែបានសម្រាប់សាច់រឿងរបស់យើងក៏បានបញ្ចប់ទៅប៉ុណ្ណេះឯងអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចតាមដាននៅវីដេអូបន្តរបស់ខ្ញុំផងដែរបាយបាយ